សួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីបងប្អូនសិស្សនិស្សិតទាំងអស់គ្នាអញ្ចឹងមួយរយៈធំនេះខ្ញុំបានធ្វើវីដេអូបន្តពីវីដេអូដែលខ្ញុំបានផុសពីពេលមុនដោយសារបុណ្យអុំទូកខ្ញុំទៅលេងស្រុកផងអីចឹងទៅខ្ញុំបានធ្វើអញ្ចឹងថ្ងៃនេះខ្ញុំធ្វើវីដេអូឡើងវិញដើម្បីចែកជូនបងប្អូនឬក៏អ្នកសិក្សាទាំងអស់គ្នាដើម្បីយកទៅស្វ័យសិក្សាទាំងអស់គ្នាអញ្ចឹងកាលពីវីដេអូខ្ញុំពេលមុនយើងដល់ switch ចុងហើយបាទអញ្ចឹងយើងចប់ហើយអញ្ចឹងយើងមកមើលចំណុចសម្គាល់បាទចំណុចសម្គាល់របស់យើងអញ្ចឹងគេថានៅក្នុង switch ចុះនិង switch កើនយើងក៏អាចប្រើផលធៀបបានដែរដើម្បីបញ្ជាក់ថា switch របស់យើង switch ចុះឬក៏ switch កើនអញ្ចឹងយើងចង់បើប្រើផលដកក៏បានឬក៏យើងប្រើផលធៀបក៏បានដែរអញ្ចឹងវាដូចតែគ្នាទេបើយើងប្រើផលធៀបបានន័យថាបើសិនបើ AN បាទ AN បូក1នៅលើ AN តូចជាងសំទោសធំជាងឬស្មើ1អញ្ចឹងបានន័យថា switch របស់យើងគឺជា switch កើនដាច់ខាតហើយអញ្ចឹងមួយទៀតបើសិនបើយើងប្រើផលធៀបបានន័យថាយក AN បូក1ធៀបជាមួយនឹង AN បើសិនបើវាតូចជាងឬក៏ស្មើ1អញ្ចឹងបានន័យថា switch របស់យើងគឺជា switch ចោលដាច់ខាតហើយអញ្ចឹងកន្លែងហ្នឹងមូលហេតុអីបានប៉ុណ្ណឹងអញ្ចឹងមើលAN បាទ AN បូក1ធំជាងឬស្មើ AN អញ្ចឹងវិសម័យការហ្នឹងខ្ញុំអាចចែកអង្គទាំងពីរជាមួយនឹង AN មកបាទខ្ញុំចែកអង្គពីរជាមួយនឹង AN បាទសំទោសកន្លែងនេះ AN បូក1ធំជាងឬស្មើ AN អញ្ចឹងបើសិនមកខ្ញុំចែកអង្គទាំងពីរហ្នឹងជាមួយនឹង AN អញ្ចឹងយើងបានកន្លែងហ្នឹង AN បូក1នៅលើបាទ AN ធំជាងឬស្មើ AN បាននៅលើ AN អញ្ចឹងយើងនាំឲ្យមកកន្លែងនេះបាទ AN បូក1នៅលើ AN នៅដដែលអញ្ចឹង AN ចែកជាមួយនឹង AN យើងសល់1អញ្ចឹងសល់1អញ្ចឹងចំពោះកន្លែងនេះដូចគ្នាបាទកន្លែងនេះដូចគ្នា AN បូក1តូចជាងឬស្មើ AN យើងចែកអង្គទាំងពីរជាមួយនឹង AN ទៅយើងប្រកាសជាឃើញដូចខាងលើនេះហើយអញ្ចឹងប្រសិនបើយើងប្រើផលធៀបគឺវាធំជាងឬក៏ស្មើ1ឬក៏តូចជាងឬស្មើ1ប្រសិនបើ switch កើនគឺជា switch កើនដាច់ខាតប្រសិនបើជា switch ចុះគឺជា switch ចុះដាច់ខាតអញ្ចឹងនៅត្រង់ចំណុចនេះបើសិនបើលក្ខណៈគេឲ្យ switch ជាប្រភេទបាទជាប្រភេទឬក៏ radical យើងប្រើផលធៀបទៅវាស្រួលជាងបាទអញ្ចឹងយើងមកមើលចំណុចទី3គេថា switch monotone បាទចំណុចទី 3.3 នេះគឺ switch monotone អញ្ចឹង switch AN ជា switch monotone កាលណាជា switch កើនឬក៏ជា switch ចុះឬក៏ជា switch ថេរអញ្ចឹងឧបមាថាបើគេចង់ឲ្យយើងស្រាយថា switch របស់យើងគឺជា switch monotone អញ្ចឹងយើងរកឲ្យឃើញថា switch របស់យើងជា switch ចុះឬក៏ជា switch កើនឬក៏ជា switch ថេរទៅអញ្ចឹងក្នុង3លក្ខខណ្ឌហ្នឹងឲ្យតែមានលក្ខខណ្ឌណាមួយអញ្ចឹងបានន័យថា switch ហ្នឹងគឺជា switch monotone ហើយឲ្យតែមាននៅក្នុង3លក្ខខណ្ឌហ្នឹងមានមួយបាទមានមួយលក្ខខណ្ឌអាហ្នឹងជា switch monotone ណាអញ្ចឹងបើគេថាបង្ហាញថា switch AN ជា switch monotone អញ្ចឹងយើងរកឲ្យឃើញទៅបាទ switch របស់យើងកើនក៏បានចុះក៏បានឬក៏ជា switch ថេរហ្នឹងនៅក្នុង3លក្ខខណ្ឌហ្នឹងឲ្យតែមានមួយលក្ខខណ្ឌណាក៏ដោយជា switch monotone ហ្នឹងអញ្ចឹងដូចតាមរយៈឧទាហរណ៍ខាងលើអញ្ចឹងដែលមាន switch ចុះនិង switch កើនហ្នឹងនេះខ្ញុំបានសរសេរថាឧទាហរណ៍ពីរខាងលើនេះសុទ្ធសឹងតែជា switch monotone ព្រោះវាជា switch កើននិង switch ចុះអញ្ចឹងនិយាយជារួមឲ្យតែមាន switch ណាមួយកើនឬក៏ចុះយើងអាចទាញបានថា switch របស់យើងគឺជា switch monotone ហើយអញ្ចឹងដូចចំណុច switch កើននិង switch ចុះអញ្ចឹងបានន័យថា switch 2ហ្នឹងគឺជា switch monotone ហើយសារអីជា switch កើននិង switch ចុះអញ្ចឹងឧបមាថាដូចខាងលើនេះបើសិនបើគេឲ្យបង្ហាញថា switch AN គឺជា switch monotone អញ្ចឹងយើងរកឲ្យឃើញមកតើ switch របស់យើងនេះជា switch កើនឬ switch ចុះអញ្ចឹងបើកើនក៏ជា monotone ចុះក៏ជា monotone ដែរអញ្ចឹងឡើងជា switch monotone ដូចជាអត់មានបញ្ហាអីត្រូវចោទទេបាទអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយទៀតហើយជាចុងក្រោយសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតឡើងដោយប្រការណាមួយដែលខ្ញុំបានព្រៀងទុកជាមុនបាទអញ្ចឹងសូមអរគុណសូមជម្រាបលា